ថ្ងៃមុនយើងបានរៀនអំពីការបញ្ចូល auto claw ហើយយើងដឹងថា auto claw វាមាន credit សម្រាប់ឲ្យយើងប្រើប្រាស់ AI ហើយ credit របស់វាយើងអាចclaim បានរៀងរាល់ថ្ងៃតាមរយៈទីកន្លែងនេះអញ្ចឹងពេលចុចទៅយើងបាន credit បន្ថែមរៀងរាល់ថ្ងៃសម្រាប់ប្រើប្រាស់ហើយយើងក៏បានរៀនផងដែរថាយើងមាន Tiny LLM ជា AI free របស់ក្រុម AI Club Cambodia របស់យើងដែលនៅក្នុង setting នៅកន្លែង model នេះយើងអាចបង្កើតវាបានបាទ Tiny LLM របស់យើងអញ្ចឹងថ្ងៃនេះយើងរៀនអំពីការភ្ជាប់ Telegram chatbot ដែលអនុញ្ញាតយើងឆាតជាមួយនឹង AI របស់យើងនៅលើ Telegram របស់យើងហើយយើងទៅណាក៏បានដែរឲ្យយើងបើកម៉ាស៊ីនចោលនៅផ្ទះដំបូងយើងត្រូវចូលមក website LMS របស់យើង AI Club Cambodia របស់យើងចូលមក profile របស់យើងនេះហើយយើង connect Telegram របស់យើងទៅប្រកាសថាយើងមាន Telegram បើកចោលរងចាំណាបន្តមកទៀតគឺយើងបើកទៅរក Telegram របស់យើងដែលយើងចុច allow នេះហើយយើងចុចលើ start ហើយយើងចូលទៅ website LMS របស់យើងហើយយើង copy connect លេខកូដមកលេខកូដ connect ពេលហ្នឹងគឺ connection វាជោគជ័យហើយបើយើងមកកន្លែងនេះវិញក៏យើងមើលឃើញថា connection របស់យើងជោគជ័យដែរពេលយើង refresh បាទយើង refresh វាឡើងវិញយើងនឹងមើលឃើញ connection ជោគជ័យរឿងសំខាន់បំផុតគឺយើងត្រូវចងចាំ ID របស់យើងនេះជា Telegram ID របស់យើងដែលយើងត្រូវចងចាំជំហានបន្ទាប់យើងមក Telegram ដើម្បី search រក bot folder យើងវាយ add bot folder ចុចលើ bot folder យើងចុចលើ start ពេលហ្នឹងគឺយើងអាចបង្កើត robot ថ្មីមួយដែលចាវាយ command new bot ហើយយើងដាក់ឈ្មោះ robot របស់យើងដាក់ឈ្មោះអីក៏បានដែរក្នុងករណីនេះខ្ញុំដាក់ bot ខ្ញុំឈ្មោះ Nina ហើយបន្តមកទៀតយើងត្រូវឲ្យ username bot របស់យើង my Nina KH តែខាតត្រូវមានកតុយ VOT bot តែខាត username នេះយើងយកបានអញ្ចឹងវាឲ្យយើងនៅរបស់ពីរទី1គឺឈ្មោះ username របស់យើង my Nina KH bot ទី2គឺលេខ token របស់យើងជាលេខសម្ងាត់ដែលយើងត្រូវយកមកប្រើប្រាស់នៅពេលដែលយើងបញ្ចូលនៅក្នុងconnect មកភ្ជាប់ជាមួយនឹង auto claw របស់យើងអញ្ចឹងយើង copy អានេះហើយចុចលើវាបង្កើត auto claw ចុចលើ chat connect Telegram ចុចលើ Telegram របស់យើងទី1គឺតើយើងដាក់ឈ្មោះ bot យើងឈ្មោះអីបំបញ្ញវិញគឺអី my Nina KH bot ទី2គឺ token បំបញ្ញវិញដែលយើងបាន copy ហើយនៅខាងលើ account ID នេះគឺជាលេខនៃ Telegram របស់យើងដែលយើង copy ចេញពីទីនេះចេញពី website member របស់យើងបន្តមកទៀតយើងកំណត់តើអ្នកណាមានសិទ្ធិនៅក្នុង chat ជាមួយ bot យើងអញ្ចឹងយើងកំណត់ថាលុះត្រាតែយើង pair បានយើងអាចបានអនុញ្ញាតឲ្យ chat ជាមួយនឹង bot យើងបានហើយយើង add robot នេះពេលយើង add robot ហើយវាទាញលេខកូដ pair លេខ pair កូដកាត់មកនៅពេលដែលយើងចុចលើនេះចុចលើឈ្មោះ my Nina KH bot នេះដើម្បីយើងចូលទៅ chat ជាមួយ robot របស់យើងអញ្ចឹងយើង add my Nina KH bot យើងសើច robot របស់យើងចុចលើ start វានឹងឲ្យលេខកូដនេះលេខកូដសម្រាប់ pair មក auto claw យើងវិញចុច pass លេខកូដ approve កូដពេលនេះគឺយើង pair បានន័យថាយើងបាន connect Telegram bot របស់យើងថ្ងៃក្រោយយើងបើក Telegram មកយើងសរសេរ chat from ណាមួយក៏ដោយនៅក្នុង bot របស់យើងគឺ robot របស់យើងនឹងឆ្លើយហើយយើងអាចមើលទំនាក់ទំនងនេះតាមរយៈ auto claw របស់យើងបានដែរគឺតាមរយៈ chat វានឹងបង្ហាញតែដំបូងបង្អស់គឺ graphic interface របស់យើងពេលវា restart យើងត្រូវ reconnect វាឡើងវិញបាទពេល reconnect យើងមើលឃើញនេះនៅក្នុង chat នេះគឺយើងមានការ chat មួយនៅក្នុង Telegram យើងមើលក្នុង Telegram ក៏យើងឃើញដូចគ្នាដែរ Hey I come online នៅនេះគឺមានពាក្យថា Hey I just come online ដូចគ្នាឥឡូវយើងចង់ដល់ skill មួយឲ្យទៅ AI bot របស់យើងឈ្មោះថា Here Now គឺជាសេវាមួយសម្រាប់ឲ្យយើងបោះពុម្ព website លើអ៊ីនធឺណិតតាមរយៈ robot របស់យើង sign up Here Now sign តាមរយៈ Google របស់យើងពេលយើង sign up Here Now ជោគជ័យបាទយើងចុចលើ continue យើងមកដល់ Here Now dashboard នេះដើម្បី publish website យើងដំបូងយើងចុចលើ prompt copy prompt នេះហើយចូលមក Telegram chat របស់យើង chat ពេលដែលជោគជ័យគឺវាសួររក what email did you sign up email address ដែលយើងបាន sign up ដើម្បីផ្ញើកូដនៅក្នុងការ authentication ក្នុងករណីនេះ email របស់ខ្ញុំគឺ connectmedia@gmail.com
បើសិនយើងធ្វើទៅគឺវាផ្ញើកូដមួយទៅកាន់ email របស់យើងដូច្នេះយើងមកបើក email របស់យើង mail.gmail.com ហើយយើងទទួលកូដមួយពី Here Now នេះគឺលេខកូដមួយខ្ទង់សម្រាប់ authentication ជាមួយ Here Now ដល់មកយើង copy លេខកូដនេះហើយយើងមក Telegram chat របស់យើងហើយយើង pass លេខកូដនេះចូលមកនេះវិញក្នុងករណីខ្លះវាអត់ជោគជ័យវានឹងផ្ញើលេខកូដឲ្យម្ដងទៀតចូលមក website បើក web កូដម្ដងទៀត copy ហើយក្នុង chat ម្ដងទៀតនេះជាលើកទី3នៅពេលអត់ជោគជ័យវាផ្ញើកូដម្ដងទៀតគឺចាំថា AI agent វារៀនអំពីកំហុសរបស់វានៅពេលដែលវាមានកំហុសវាព្យាយាមរកវិធីដោះស្រាយនឹងកែកំហុសនេះនេះបញ្ជាក់ថាយើងជោគជ័យ you are authenticated ចាប់ពីពេលនេះទៅគឺយើងអាចបង្កើត website របស់យើងតាមរយៈ Here Now អាចបង្ហោះ website យើងបានជារហូតតោះយើងមកបង្កើត game មួយសានៅក្នុង chat ជាមួយនឹង Telegram bot Nina របស់យើងសរសេរ prompt សូមជួយសរសេរកូដដើម្បីបង្កើត game ទៅTetris នៅលើ web browser ដែលមានឈ្មោះថា Antonu ឥឡូវនេះវាសរសេរហើយពេលដែលសរសេរហើយវាព្យាយាមរកវិធីដើម្បីបោះផ្សាយឬក៏បោះពុម្ពឬក៏ hosting វាដើម្បីឲ្យ user អាច play បានអាចមើលបាននេះគឺបញ្ជាក់ថាវាកំពុងធ្វើការ typing នេះគឺជាចម្លើយឥឡូវនេះវាបានធ្វើហើយវាបានបង្កើតមកជាអីជា web address មួយនៅលើ Here Now ដូច្នេះនៅពេលយើងចុចលើ website នេះគឺនេះជា game របស់យើង game Antonu ដែល AI របស់យើងទុំតែបង្កើតឲ្យយើងអញ្ចឹងនៅ game នេះមកទៅលេងមិនតាន់បានទេអញ្ចឹងយើងទៅឲ្យវាកែបន្ថែមទៀតអញ្ចឹងសម្រាប់បងប្អូនដែលចង់បង្កើត game នេះឲ្យបានល្អយើងមាន prompt សរសេរឲ្យបានស្អាត prompt យើងអាចរកបាននៅ club LMS របស់យើងលើ forum មានកន្លែងបង្ហាញស្នាដៃហើយនេះកន្លែងអីបង្កើត Tetris copy អានេះមកហើយបន្ទាប់មកយើងចូលមកក្នុង AI របស់យើង pass prompt ហើយយើងចុចបញ្ជូនទៅដូច្នេះហើយ AI យើងនឹងធ្វើការបន្តទៀតក្រោយពីបានរិះគន់នឹងចរចាជាមួយនឹង AI agent យើងមួយរយៈមកទីបំផុត game របស់យើងត្រូវបានជួសជុលហើយដំណើរការបានល្អចុះជាមួយនឹង AI Club Cambodia យើងឥឡូវនេះដើម្បីទទួលសមាជិកភាពពេញមួយជីវិតហើយរៀនជាមួយនឹងចំណេះដឹងផ្សេងដែលយើងបានផ្ដល់ឲ្យតាមរយៈ skill របស់យើងឬក៏ការចូលមកក្នុង forum ដើម្បីទទួលបាននៅ prompt ល្អៗយកទៅប្រើប្រាស់